ស្វាមីភរិយាទេបុព្រឹកអញ្ជាដេវីតក៏តថៃចំពោះការប្រមាថសាសនាទេវរូបតំណាងនៃចក្រវាលបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយយកគំតិចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជាតិដេវីតនិងទេបុព្រឹកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជាតិដេវីតនិងទេបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបានដល់នៅការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពអោលំទោនប្រកាន់ភ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រីមុតិសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាលតោះនេះនឹងឆ្លោះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកំដៅដុំកែវបិសាចនៃអម្បូរថ្មិលយ៉ាងប្រកបជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអថានបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់ក្នុងវាលដែលដុតរងើកដោយភ្លើងសូមឲ្យសម្លេងឧទ្ទិដ្ឋាននៃសាវកទូទាំងទ្វីបដែលបានដង្ហើយសូមដល់ត្រង់សូមឲ្យមានអនុភាពកំតិចពុជសាសដែលបានកំតិចនៅរូបសំណាកដែលបានប្រតិដ្ឋានទុកជាការគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជាដេវីតនិងទេបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយយកគំតិចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគូបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយយកគំតិចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពថ្មិលឥតសាសនារបស់កងទ័ពថៃឈ្លានពានដែលបានវាយយកគំតិចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសការវាយយកគំតិចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា